សូមជូនរឿងភ្នាក់ងារកំពូលពិឃាតភាគទី 6A คนที่คอยคิดร้ายคนที่ยอมแพ้พ่ายถอดใจอ่อนแอลงมันคงไว้เชื่อในศรัทธาเอาชนะได้ด้วยความดีโลกใบนี้มีแรงศรัทธาให้คนเราเดินตามหาความดีที่คนทั้งโลกสรรเสริญความเลวนั้นก็ต้องเผชิญนี่กรรมที่ตามมาทำดีฝากไว้ให้โลกศรัทธาเป็นคนเลวเลิศที่แสนสูงค่าทำดีก็ต้องได้ดี នេះក្បាលសពមនុស្សស្រីពួរធំតាមដែលបងត្រូវការណាខ្មោចពីរទាំងឡាយចង់មកធ្វើជាកម្លាំងមហាស្នេហ៍និយមឲ្យយើងទៅអូម៉ាសទីអូយសែមមើលនេះជួបស្នេហ៍ស្មោះអ៊ំប្រុសអាយុជាង60រៀបការជាមួយក្រមុំអាយុ19ឆ្នាំអើយអាយ៉ាងម៉េចទៅនេះមែនហើយសែមអាចយ៉ាងម៉េចទៅមេក្រុមអាចទៅរួចទេបើស្រីម្នាក់នេះអាចចង់បានទ្រព្យសម្បត្តិអ៊ំប្រុសម្នាក់នេះក៏ថាបានដែរណាមួយទ្រព្យសម្បត្តិអីទៅសែមកាសែតគេក៏ប្រាប់ថាប្រុសនេះអ៊ំម្នាក់នេះជីវភាពធម្មតាមិនមែនជាអ្នកមានស្អីទេបើអញ្ចឹងមានន័យថាអ៊ំម្នាក់នេះប្រកាសជាលេងរបស់ស្អីទៀតសែមពួកកមុនស្នេហ៍ដាក់ស្នេហ៍ឬក៏មុនអាគមអ្វីយ៉ាងណាក៏បានដែរឲ្យក្មេងស្រឡាញ់ក្មេងពេញចិត្តនោះអីយេមានដែរតំណងដែរតែនិយាយហើយបែបនេះគេហៅថាស្នេហ៍ស្មោះឬហៅថាគូព្រេងមិនប្រន់យ៉ាងម៉េចចំណែនណាអូយឃើញគេមានប្រពន្ធក្មេងមិនបានទេមានហេតុការណ៍ជនល្មើសទៅកាត់ក្បាលសាកសពនៅកន្លែងធ្វើពិធីផ្សេងៗដែលនៅជិតគ្នានោះនេះជាអ្នកទី3ហើយណាមេកងកាត់ក្បាលសាកសពយកទៅធ្វើអ្វីទៅនេះដែលគួរចម្លែកនោះគឺទាំង3នាក់ជាសាកសពស្រីមានផ្ទៃពោះដែលគេហៅថាស្លាប់ជីវិតពីរណាបើឲ្យស្មាននោះណាប្រហែលជាមនុស្សជឿរឿងមុនអាគមហើយអាចដែរដូចដែលមកវិនិយាយណាបើអញ្ចឹងវិញណាវើយលោកពីរនាក់ទៅកន្លែងកើតហេតុហើយ
សិបប្រកាបិនពីសាច់ញាតិអ្នកស្លាប់ហើយប្រមូលផតតាំងមកឲ្យបានច្រើនណាស់បានមីកងចំណែកស៊ីននិងឌីនដែនលោកទៅសួរអ្នកស្រុកចិត្តនោះទៅសាកសើបមើលទៅថាមានអបិយជំនឿអ្វីទេដែលធ្វើឲ្យជនល្មើសធ្វើរឿងបែបនេះបានព្រោះកន្លែងដែលយើងទៅជាកន្លែងដាច់ស្រយាលហើយយើងមិនស្គាល់ព្រោះហេតុនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នផងណានេះនឹងចាប់អ្នកដែលសម្លាប់ប្រពន្ធខ្ញុំមិនទាន់បានផងហើយមកមានរឿងអ្នកកាត់ក្បាលសាកសពប្រពន្ធខ្ញុំទៅទៀតនេះមិនដឹងជាវាអាក្រក់ដល់ណាទេជប់សិនមានន័យថាប្រពន្ធលោកគឺត្រូវគេសម្លាប់ណាហើយប្រពន្ធរបស់លោកនោះធ្លាប់មានបញ្ហាអ្វីជាមួយនរណាគេទេតែខ្ញុំនិងប្រពន្ធនេះមិនដែលមានរឿងអ្វីជាមួយនរណាទេខ្ញុំមិនដែលយល់ថាមានរឿងអីកើតឡើងអើយពិតមែនទេពិតមែនហើយនេះជាសាកសពស្រីពូធំទី3ហើយដែលត្រូវកាត់ក្បាលនៅស្រុករបស់យើងណាគឺមែនណាពិតជាគួរខ្លាចមែនណានេះខ្ញុំមកចង់យកកូនទៅមិនហ៊ានអូហូចែអាយុប្រមាណហើយនេះមកយកកូនស្អីនៅពេលនេះចែអើយឯនេះនឹងហើយណាយើងមានកូនមិនបានតែយើងក៏និយាយពីកូនចៅមិនឲ្យមានកូនអូអញ្ចឹងទេបងណានៅម្ដុំនេះគេមានជំនឿអ្វីកាត់ក្បាលសាកសពទៅធ្វើពិធីប្លែកៗដែរទេអូយអ្នកកំឡោះម្ដុំនេះរីកចម្រើនហើយអារឿងបែបហ្នឹងគឺគ្មានទៀតនោះទេអូបាទឬក៏ជាពួកលប់សតិមែនទេហ៎បែរដៃបើកាត់ជាពួកលប់សតិហើយបានវាធ្វើចឹងនោះមែនហើយពិតជាគួរខ្លាចមែនណាខ្លាចណាស់រាល់ថ្ងៃនេះអើយបើមិនមែនជាអបិយជំនឿហើយគេយកក្បាលសាកសពទៅធ្វើអ្វីទៅវិនបានរឿងអ្វីទេស្រីពូធំដែលត្រូវកាត់ក្បាលនោះណានាងមិនមែនសត្វធម្មតាទេនាងត្រូវឃាតកម្មដែលសំខាន់នោះចាប់ឃាតករមិនទាន់បានទេយើងរាយការណ៍5មីកងសិនទៅមីកងបញ្ហាទាក់ទងនឹងស្រីពូធំដែលត្រូវកាត់ក្បាលនោះណាមីកងបានមីកងម៉ាវីនខ្ញុំឲ្យថាយុពិនិត្យមើលហើយសាកសពស្រីពូធំទាំងពីរនាក់ដែលត្រូវកាត់ក្បាលនៅមុនពេលនេះនាងក៏ស្លាប់ដោយឃាតកម្មដូចគ្នាដែរគឺអាចដែរទេមីកងថាជាជនល្មើសតែម្នាក់ខ្ញុំថាអាចទៅបានលោកឆាប់ទៅរកទិន្នន័យបន្ថែមបានការយ៉ាងម៉េចនោះឆាប់រាយការណ៍មកខ្ញុំផងនេះបាទមីកងប្រាប់ថាសាកសពស្រី2នាក់ដែលត្រូវកាត់ក្បាលមុននោះក៏ស្លាប់ដោយសារឃាតកម្មដែរហើយពេលនេះចាប់ជនល្មើសមិនទាន់បានទេម៉ាក់លេងកុំទៅអីកូនកុំទៅអីណាកុំលេងខ្ញុំទៅរកគេលេងខ្ញុំទៅម៉ាក់លេងខ្ញុំលេងអើយលេងខ្ញុំទៅរកគេកុំទៅអីណាកូនកុំទៅអីណាកុំទៅអីស្រីសម័យនេះចំជាយ៉ាប់មែនខ្ញុំថាដូចជាប្លែកណាកុំទៅអីកូនកុំទៅអីណាលេងខ្ញុំទៅរកគេខ្ញុំស្រឡាញ់គេណាម៉ាអើយជួយពេកហើយនេះហើយជួយផងជួយចាប់គេផងជួយចាប់គេឲ្យខ្ញុំផងលេងខ្ញុំធ្វើបែបនេះជាមួយម្ដាយមិនល្អទេណាលេងខ្ញុំទៅខ្ញុំចង់ទៅរកគេលេងណែទៅជាចិត្តសិនណាកូនកុំទៅអីណាកូនណាលេងខ្ញុំណាម៉ាខ្ញុំទៅរកបងចនលេងម៉ាលេងខ្ញុំទៅលេងខ្ញុំទៅរកបងចនលេងម៉ាលេងខ្ញុំទៅលេងម៉ាលេងខ្ញុំអើយលេងខ្ញុំទៅម៉ាខ្ញុំស្រឡាញ់គេណាបងចនខ្ញុំចង់ទៅរកបងចនលេង
ដឹងដែរព្រឹកមិញនេះនៅញ៉ាំបាយជាមួយគ្នាសុកហើយនៅសុកក៏ក្រោកមកលោឡាបែបនេះហើយស្រែករត់តែមនុស្សឈ្មោះចននឹងហើយលោកចននោះជានរណាគេទៅខ្ញុំក៏មិនស្គាល់ដែរហើយកូនខ្ញុំមិនដែលនិយាយប្រាប់ទេនៅក្នុងភូមិយើងក៏គ្មានមនុស្សឈ្មោះចនដែរណាបងចនខ្ញុំនឹងទៅរកបងចនខ្ញុំចង់ទៅរកគេណាម៉ាលេងខ្ញុំទៅលេងអេនម៉ាក់លេងខ្ញុំបងចនលេងខ្ញុំទៅបងចនអេនកូនអេនលេងបងចនអេនមើលតើអាការៈដូចជាធ្ងន់ធ្ងរណាស់ម៉ាក់គេប្រាប់ថានៅសុកក៏ទៅជាបែបនេះណាស្រែករកតែមនុស្សឈ្មោះចនហើយម្ដុំនេះគ្មាននរណាស្គាល់មនុស្សឈ្មោះចនទេអើយអាវិនយើងថាអាការៈដូចជាមនុស្សញៀនថ្នាំណាពិតមែនហើយវើយអាស៊ីណាយើងថាក៏ចម្លែកដូចដែលឯងប្រាប់មែននៅមានសារសពស្រីត្រូវកាត់ក្បាលហើយមកជួបមនុស្សបែបនេះទៀតយើងថាសារស៊ើបរកមនុស្សដែលឈ្មោះចនតិចទៅក៏ល្អម្យ៉ាងដែរបើអញ្ចឹងយើងនឹងវយនេះទៅចោះឯងពីរនាក់នៅទីនេះហើយចាំមើលគេផងលេងខ្ញុំស្រឡាញ់គេណាម៉ាខ្ញុំស្រឡាញ់បងចនខ្ញុំចង់ទៅរកគេលេងខ្ញុំស្រឡាញ់បងចនខ្ញុំទៅរកគេលេងខ្ញុំចង់ទៅរកបងចនអើយទៀតហើយគិតធ្វើយ៉ាងម៉េចទៅអើយសៃម៉ាយខ្ញុំមានចង់សួរណាបាទទឹកមុនអាចជួយបានដល់លោកលេខ5អរគុណណាស់សាហេបនេះធ្វើយ៉ាងម៉េចទៅវិធីនេះឯងជឿជាក់ដល់ថ្នាក់នឹងផលអីអូយប៉ាត់មែនហើយហេតុអីមើលទៅសាច់ជឿជាក់ម្ល៉េះបើខាងវិជាសាស្ត្រដោះស្រាយបានទេត្រូវពឹងលើវិធីនេះហើយអូយដឹកបាននេះដឹកបាននេះយើងលឺគេថាទេអើយបើធួយស្មានតែចេះគិតខ្លួនឯងចេះថាតាមគេហើយបែបនេះតើបានផលទេលោកស៊ីនលេខខ្ញុំណាលេខខ្ញុំតិចចិត្តសិនទៅខ្ញុំចង់ទៅបងចននេះបងចនហើយបងចនអូយនេះបានផលទេសាំមួយសិនទៅណាញ៉ាំមកនេះបងចនលេងអូយសុំជួយជឿសិនទៅណាជួយជឿសិនទៅនេះនៅស្ងៀមអូយនេះអើយអូយអេនកូនអេននាងម៉ាខ្ញុំនៅកន្លែងណានឹងអេនកូនម៉ាអស់អីហើយណាកូនអស់អីហើយអូយនេះអស់អីហើយណាកូននេះស្អីទៅវិញអស់អីហើយណាកូនណាអស់អីហើយកូនអស់អីហើយខ្ញុំសូមអរគុណពួកលោកហើយណាដែលជួយកូនស្រីខ្ញុំលោកចននេះជានរណាខ្ញុំក៏អត់ដឹងដែរដឹងខ្លួនតែរៀងវិលមិនច្បាស់ហើយគេស្គាល់ឈ្មោះលោកចននេះបានយ៉ាងម៉េចទៅស៊ីនដែនបានរឿងហើយមានគេប្រាប់ថាមានមនុស្សឈ្មោះចននៅភូមិជិតនេះ
យើងបានអាស័យដ្ឋានមកហើយបាត់មែនហើយកាលពីអាទិត្យមុនខ្ញុំទៅរកមិត្តភ័ក្តិនៅភូមិនោះហើយអូនគេយ៉ាងមិនដែរនេះជារឿងដែលមិនគួរឲ្យជឿទេវើយយ៉ាងម៉េចគឺអាស៊ីនទេសួរសែម៉ៃណាសែម៉ៃប្រាប់ថាឲ្យបងស្រីនេះទៅស្រោចទឹកមុននៅវត្តទើបអាស៊ីនទៅយកទឹកមុនមកហើយឲ្យម៉ាក់គេនេះស្រោចឲ្យគេទៅពេលស្រោចហើយអូនក៏ស្រែកខ្លាំងហើយក៏សន្លប់ទៅពេលដឹងខ្លួនក៏បែបនេះហើយណាគឺលែងហើយបានហើយយើងមិនចង់ស្ដាប់រឿងអ្វីប្លែកៗទេយើងតាមស៊ើបរឿងលោកចောင်းនេះទៅមិនទៀងទេអាចបានខ្លួនអ្នកលក់ថ្នាំញៀនក៏អាចថាបានណាតោះអស់អីហើយណាកូនណាម៉ាខ្ញុំសុំតូនណាម៉ាដួលបែបនេះប្អូនគេមានកើតអីទេម៉ាមិនអីទេណាកូនកំមុំបងចន់មកហើយអញមិនបំរើបងចន់តិចទេឆាប់ក្រោកឡើងមកឆាប់បងងើបមកបងចន់ស្រីម្នាក់នោះមើលទៅស្លេកដូចជានាងអិនណាថែមតិចទៀតយកទៅថែមអូខេនេះមកថែមនេះយកថ្នាំអីលាបឲ្យស្រីហ្នឹងហើយម្នាក់នេះមកបងចាន់ឬក៏ថ្នាំញៀនអញ្ចឹងរីកាប្រាប់មីកងភ្លាមទៅតោះទៅមកឈ្មោះចាន់ចឹងពិតមែនទេមីកងតាមដែលដឹងមកណាគេដូចជាអ្នកលេងប្រចាំភូមិតែគួរឲ្យចម្លែកមីកងមានស្រីមកមើលដូចញៀនថ្នាំនៅផ្ទះគេច្រើនអ្នកណាហើយលោកកថាអ្វីដែលធ្វើឲ្យលោកចន់តាក់ទងជាមួយសាកសពស្រីដែលត្រូវកាត់ក្បាលនោះចាំតិចណាមីកងនេះឯងឆ្លើយតបមីកងទៅជឿជាក់ណាស់មិនថាអញ្ចឹងហ៎នេះបានមីកងចាំមិនស៊ីនហេតុអីបានជាលោកគិតថាលោកចន់តាក់ទងនឹងរឿងក្តីនេះខ្ញុំថាអាចមានការតាក់ទងនឹងរឿងអបិយជំនឿណាអបិយជំនឿបានលោកកថាអបិយជំនឿដែលលោកនិយាយមកនេះអាចដោះស្រាយរឿងក្តីនេះបានខ្ញុំក៏អូខេតែត្រូវរកផុសតាំងមកឲ្យបានដែរហ្នឹងបាទមីកងលួចកាត់ក្បាលសាកសពខ្មោចស្រីមនុស្សពោះធំហ្នឹងអីហើយមានស្រីកបំមកឆ្លងវែងជាមួយខ្ញុំថាប្រកាសជាក្រមួនស្នេហ៍ហើយក្រមួនស្នេហ៍ប្រកាសណាស់ក្រមួនស្នេហ៍សែបហើយវាយ៉ាងម៉េចទៅក្រមួនស្នេហ៍នេះជារបស់ដែលប្រើដាក់ស្នេហ៍សូមធានាថាស្រឡាញ់ណានោះគ្រាន់តែលាបតែបន្តិចនោះតាមដល់ផ្ទះតែម្ដងណាហើយដែលសំខាន់នោះក៏មុនស្នេហ៍ដែលពូកែនោះត្រូវធ្វើពីខ្មោចស្រីពោះធំមានវិធីភាសាទេតាពិតទៅណារបស់ពួកនេះនៅមិនបានយូរទេត្រូវប្រើញឹកញាប់តែវាអាក្រក់ណាស់
បើកបួនស្នេហ៍សាប់ដល់ពេលណានោះហើយដែលសំខាន់នេះអ្នកដែលមានចិត្តមិនរឹងមាំនឹងខ្លាយជាមនុស្សលប់សតិតែម្ដងណាអរគុណសាហេបបាទ3ទេក្រមុនស្នេហ៍សែមពិតមែនហើយអាស៊ីនឯងជឿតាមសែមម៉ៃនិយាយមែនទេយើងថាយកពេលនេះណាទៅសួរអ្នកចិត្តនេះថាលោកចន់នឹងពាក់ព័ន្ធជាមួយឆ្នាំញៀនដែរទេមិនទៀងទេយើងអាចបានដឹងរឿងចោលកាត់ក្បាលសាកសពបន្ថែមទៀតក៏ថាបានណាវ៉ៃទៅយើងហើយអាស៊ីនសែបម៉ៃប្រាប់ថាកមូលស្នេហ៍តាក់ទងនឹងអ្នកមានផ្ទៃពោះមកអញ្ចឹងយើងថាសាកសួរអ្នកចិត្តនេះទៅល្អទេថាមានអ្នកមានផ្ទៃពោះដែរទេបើមាននោះក៏សាកសួរអ្នកណាពោះធំមើលទៅថាមករយៈនេះមានមនុស្សប្លែកមុខមកទេមិនខានបងអ្វីទេតោះចាប់ទៅល្អដាស់កមុំហើយឲ្យខ្លាំងតិចទៀតទៅឲ្យខ្លាំងតិចទៀតទៅអូយយយអូយស្រួលដាអូយយអូយអូយជុំអើយហេតុអីក៏ខ្សែភ្នែកផ្លែកបីអាយ៉ាអូយអើយលេងអូយលេងជួយផងអូយជួយផងជួយផងជួយអញបងមួយជួយអញបងជួយផងនេះអលឺឡាមកចាប់ពូចេញទៅចាប់វាចេញទៅអូយយកទៅអូយលេងអូយពីងាប់អាយ៉ាមកទៀតចាប់ជួយចាប់ទៅពួកឯងជួយចាប់ទៅអូយងាប់អញលើយចឹងសម្រាប់ឯងអូយចឹងហើយយកទៅអីបោអូយប៊ីចូលដើមអូយប៊ីដល់អូយឃុំទុកឲ្យមកទេរៀបរយបងហើយយើងចង់បានកបួនស្នេហ៍បន្ថែមបីបងចង់បានកបួនស្នេហ៍បន្ថែមឯងមើលវីដេអូយើងទៅពេលនេះវាចង់ឈួតអត់ហើយបន្តិចនោះក៏ស្លាប់ហើយយើងចង់បានស្រីថែមទៀតព្រោះហេតុនេះពួកឯងនេះតែចាប់ស្រីពោះធំមកយើងសម្រាប់កាត់ក្បាលយកមកយើងធ្វើកបួនស្នេហ៍ទៀតវិញប៉ុន្តែស្រុកយើងនេះស្រីពោះធំគឺគ្មានទេណាបងបើធ្វើឲ្យទៅរកភូមិផ្សេងទៅអានេះភូមិផ្សេងក៏មិនសល់ដែរបងស្រីពោះធំយើងសម្លាប់មកអស់មួយកន្លងហើយនឹងបងហើយចុះហេតុអីក៏នាងអេនមិនមករកយើងវិញឬក៏ស្នេហ៍បងមិនបានផលមិនអាចទេអរេបងខ្ញុំដឹងថាម្ដាយនាងអេននេះកំពុងតែមានផ្ទៃពោះហើយតែបងប្រាប់ថាស្រីពោះធំមិនទាន់គ្រប់ខែនេះមិនប្រកែស័ក្តិសិទ្ធិទេបែរទេយើងក៏មិនដឹងដែរវិញតែយកមកសិនទៅយ៉ាងហោចនោះក៏ធ្វើបានខ្លះដែរលើកនេះណាពួកឯងទៅចាប់ខ្លួនវាមកទីនេះហើយក៏សម្លាប់កាត់ក្បាលនៅទីនេះទៅហើយយកខ្លួនវាទៅបោះចោលក្នុងព្រៃទៅព្រោះលើកមុននោះយើងកាត់ក្បាលខ្មោចនៅឯវត្តអស់3ដែរយើងថាយកល្អណាស់ទៅចាប់ទាំងម៉ែទាំងកូនមកវិញនាងឯងនេះយកមកបម្រើយើងចំណែកម្ដាយគេយកមកធ្វើកបួនស្នេហ៍បើលើកនេះពួកឯងធ្វើបានសម្រេចយើងថែមរបងឲ្យទៀតណាណែយកទៅទុកប្រើទៅវិញបានបងតោះខ្ញុំអរគុណហើយយ៉ាងមិនដែរអ្នកស្រុកចិត្តនេះមិនសូវចិត្តដឹងរឿងតាក់ទងនឹងលោកចោតទេ
គេមិនចង់រវល់វាជាអ្នកលេងណាហើយមានកូនចៅច្រើនអ្នកអញ្ចឹងយើងថាត្រឡប់ទៅសួរស្រីដែលឈ្មោះអេនទៅភាសាជាតិជួនកាលគេអាចស្គាល់លោកចនណាតែខ្លាចទើបលាក់បាំងនឹងពួកយើងទៅណាមកចាទៅហើយអ្នកណាហ្នឹងហើយណែពួកឯងជាអ្នកណាបងបណ្ដោះអូនអេនទៅរកបងចននោះអីចនណាខ្ញុំមិនស្គាល់ទេណែអូយឡើងណាជួយផងណែមានរឿងអីហ្នឹងម៉ាអេនណែឯងធ្វើឲ្យកូនយើងលេងកូនយើងណាលេងកូនយើងអូយណែអូយលេងអូយជួយផងលេងមកម៉ាណែជួបភ្លាមណាអូយណែអើយណាមីងកាត់អីហ្នឹងម៉ាណែណាមីងកាត់អីណាមីងអាស៊ីនយើងសួរគេនៅខាងនោះហើយណាគ្មាននរណាមានផ្ទៃពោះទេខាងនោះក៏គ្មានដែរបើអញ្ចឹងពិបាករកផោះតាំងណាមិនទេចាំសួរវានឹងវើយជួនកាលពីអ្នកនោះអាចដឹងអ្វីមកណាយ៉ាងម៉េចអូខេចាំយើងប្រញាប់ទៅណាមានរឿងនៅផ្ទះនាងអេមកសម្រាប់សិនទៅណាម៉ាសម្រាប់បានច្រើនទៅសូមអរគុណពួកបងហើយដែលជួយខ្ញុំនឹងម៉ាក់នេះពូនណាអ្នកដែលចូលមកនេះជានរណាគេទៅខ្ញុំមិនស្គាល់ពិតមែនណែបងជាប៉ូលីសណាបងសង្ស័យតែលោកចននេះគួរតែតាក់ទងនឹងស្នាមញៀនអូនមានអ្វីប្រាប់បងតាមត្រង់មកថាអូនស្គាល់លោកចនឬក៏តាក់ទងអីនឹងរឿងនេះខ្ញុំមិនស្គាល់ពិតមែនណាបងខ្ញុំមិនស្គាល់គេទេបើអូនប្រាប់បងណាបងអាចជួយបងបានណាខ្ញុំមិនស្គាល់ទេអាវិនណែយ៉ាងមិនដែរមានមនុស្សចូលមកក្នុងផ្ទះណាហើយចាំមករកបងនោះម៉ាក់ខ្ញុំកំពុងតែសម្រាននៅក្នុងផ្ទះពេលនេះក៏កំពុងទន់ខ្សោយព្រោះម៉ាក់កំពុងមានផ្ទៃពោះពិតមែនហើយមានផ្ទៃពោះជាមួយខែហើយបើអញ្ចឹងខ្ញុំទៅមើលម៉ាក់សិនណាពួកឯកាត់អីគេមិនមែនមករកតែនាងអេនតែម្នាក់ទេមុខសញ្ញាគួរតែអ្នកដែលមានផ្ទៃពោះច្រើនជាងណាម៉ាណែណាម៉ាណែណាណែម៉ាមានរឿងហ្នឹងម៉ាបាត់តាណាក៏មិនដឹងទេប្រហែលជាទៅតាមក្រោយផ្ទះហើយអាវិនឯងត្រូវជឿយើងហើយណាធ្វើយ៉ាងម៉េចក៏បានដែរវើយនៅក្នុងផ្ទះហ្នឹងហើយកុំទៅណាណាម៉ែនឹងឯងមកហើយនៅ
ស្នេហ៍របស់បងនេះល្អមែនទេដាក់តាមបន្តិចទេបងតាមភ្លាមតែម្ដងនោះមកបងនោះមកហើយបងបើមខ្ញុំស្រឡាញ់បងណាល្អណាស់វ៉ៃអើយចាប់ចាត់ការទៅហើយស្រឡាញ់បងទេស្រឡាញ់តើបងស្រឡាញ់ត្រូវជួយបងរកលុយណាមកនៅស្ងៀមណាសុំថើបមួយបងនេះអូយស្រីកាចាស់អើយយកខ្សែចងទៅយើងនឹងបានកាត់ក្បាលគេស្រួលបន្តិចបាទមកជាកូននៅតិចខែក៏មិនដែរសម្រាប់តែខ្លួនឯងបែបនេះល្អពលឹងនឹងបានកាយក៏មុនយើងនឹងបានប្រកែអូមកសធីរៀបរយទេហ៎រៀបរយហើយតែពួកឯងរកកន្លែងកប់ខ្មោចហើយទៅគឺរួចរាល់ហើយឡាបើលបងកាត់ក្បាលនាងនោះរួចពេលដែរយើងក៏យកខ្មោចវាទៅកប់ហើយពួកយើងក៏បានលុយប៉ុណ្ណឹងក៏ចប់ហើយនេះកាត់ក្បាលទាំងរស់ហើយពុតមើលហើយលបងប្រាប់ថាពលឹងរបស់វានឹងកាច់ហើយក៏បុតស្នេហ៍ក៏ប្រកែសម្រាប់មនុស្សហើយកាត់ក្បាលយកខ្មោចទៅកប់ហើយក៏យកលុយឈ្នួលនៅមានអ្វីបន្ថែមទៀតទេហើយពួកឯងជាណាគេប៉ូលីសក្រុមស៊ីលសូមឆែកឆេរទីនេះហើយអញ្ជើញពួកឯងនេះទៅផ្ដល់ចម្លើយផងខាងនោះមានស្អីរីកាណែយ៉ាស្អីគេវ៉ៃអាស៊ីនទៅយ៉ាណែអូយនេះចង់ទៅណាណាមីងអើយល្មមបានហើយណាឈប់ធ្វើអាក្រក់ទៀតទៅស្អីគេវ៉ៃអូយអាយ៉ាអូយអើយអេណែកុំណាហើយកុំស្អីណែអាយ៉ាអើយមកពីណានេះណែអូយដាច់ខ្សែសើមកហើយនេះឯងស្លាប់ទៅកុំធ្វើបែបនេះអីណាគេសម្លាប់ខ្ញុំគេធ្វើឲ្យកូនខ្ញុំស្លាប់ខ្ញុំដឹងហើយ
ទុកឲ្យគេទទួលកម្មពីរបស់គេទៅកុំសាងកម្មពីទៀតអីទុកឲ្យច្បាប់ចាត់ការគេទៅជឿខ្ញុំទៅណាជឿខ្ញុំទៅតែមិនសមនឹងកំហុសដែលគេធ្វើចំពោះខ្ញុំទេណែអើយអើយអើយមកអញ្ចឹងនាងត្រូវទទួលកម្មដែរហើយកម្មពីដែលគ្រប់គ្នាសាងឡើងមិនថាជាតិនេះឬក៏ជាតិណាទេក៏តាមគ្រប់គ្នាទៅឲ្យកម្មពីគេចាត់ការគេទៅអូយ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 ពីអើយគេទៅទទួលទោសនៅក្នុងគុកហើយទៅទទួលកម្មពីនៅឋាននរកលោកច័ន្ទនិងកូនចៅព្រមសារភាពថាជាអ្នកសម្លាប់ស្រីពូធំដើម្បីកាត់ក្បាលយកទៅធ្វើពិធីតែពេលនេះគ្រប់គ្នាបានទទួលទោសតាមច្បាប់ហើយសម្លាប់អ្នកមានផ្ទៃពោះហើយកាត់ក្បាលទៅធ្វើពិធីខាងមុនអាគមនេះទុកថាជារឿងអាក្រក់ដែលខ្ញុំធ្លាប់ឮមកផាយុហើយអាកមូលស្នេហ៍ដែលថានេះសរុបគឺជាអ្វីទៅតាមដែលពិនិត្យណាមានគ្រឿងផ្សំជាច្រើនយ៉ាងតែដែលពិតប្រកបនោះមានថ្នាំសណ្ដំសរសៃប្រសាទយ៉ាងខ្លាំងណាអញ្ចឹងតាបានជាធ្វើឲ្យស្រីនោះបាត់បង់សតិណាមនុស្សអស់នេះអាចធ្វើបានគ្រប់យ៉ាងដើម្បីបំពេញតម្រូវការរបស់ខ្លួនឯងតែមិនគិតពីជីវិតរបស់អ្នកដទៃព្រោះហេតុនេះជាតួនាទីរបស់ពួកយើងដែលត្រូវធ្វើការឲ្យបានល្អជាងមុនដើម្បីកម្ចាត់ពួកនេះចេញពីសង្គមបានហើយបានរឿងក្តីបានហើយទីសែនស្រុកថាពួកជនល្មើសដែលកំឡោះយើងចាប់មកបាននោះជាពួកធ្វើក្រមុនស្នេហ៍ពិតមែននេះខ្ញុំថាបែបហើយអើយអាយ៉ុនលោកលេខ4ក៏បានប្រាប់ហើយថាវាអាចជាស្នាមសរសៃប្រសាទអ្វីក៏ថាបានដែរមិនមែនអ្វីបន្តិចក៏មុនអាគុំឈួតទៀតហ្នឹងអានេះអើយដល់បយមានរឿងអីហ្នឹងសួរទៅលោកឌិនដែនគឺខ្ញុំចង់ដឹងថាជាកមុនស្នេហ៍ពិតមែននេះកមុនស្នេហ៍ពិតឬក៏អត់នោះខ្ញុំមិនដឹងទេតែដែលប្រកាសនោះពួកនោះមានទោសទាំងសម្លាប់មនុស្សព្យាយាមសម្លាប់សុំធានាថាជាប់គុកយូរណាស់ណាអើយសមហើយអើយបែរហើយសាយបាខ្ញុំថាកមុនស្នេហ៍នោះមិនចាំបាច់ប្រើទេបើសិនជាចង់ឲ្យនរណាម្នាក់មកប្រគល់ស្នេហាឲ្យយើងនោះណាខ្ញុំថាយើងក៏ត្រូវប្រគល់ភាពស្មោះត្រង់ហើយនឹងស្នេហាឲ្យទៅតែប៉ុណ្ណឹងគ្រប់គ្រាន់ទេមេក្រុមប្រគល់ភាពស្មោះត្រង់ក៏ល្អដែរណាប្រគល់ស្នេហាក៏ល្អដែរហ្នឹងហើយតែពេលខ្លះប្រមើលថាមានលទ្ធភាពចិញ្ចឹមគេដែរទេអញមិនមែនមួយថ្ងៃបានប្រទេសមកប្រាប់ថាថ្ងៃនេះរវល់ណាស់ទៅផ្ទះខ្លួនឯងបានទេស្នេហាដែលបោកប្រាស់មិនខុសពីការធ្វើដំណើរទៅកាន់មាត់ជួរទេដែលមានការបរាជ័យនៅខាងមុខតែមានមនុស្សជាច្រើនដែលពេញចិត្តនឹងក្តីសុខបោកប្រាស់រកវិធីបោកប្រាស់អ្នកដទៃឲ្យមកនៅជាមួយខ្លួនដោយមិនគិតកែប្រែខ្លួនឯងឲ្យคล้ายទៅជាមនុស្សល្អឬក៏ជាមនុស្សដែលមានតម្លៃដែលអ្នកដទៃគួរតែមានចិត្តឲ្យធម្មជាតិដ៏ស្រស់ស្អាតបំផុតនៅពេលសមរម្យស្នេហាពិតប្រាកដកើតឡើងនៅពេលចេះរងចាំសូមអរលោកស្រីនៅនាងកញ្ញានិងប្រិយមិត្តទាំងអស់រងចាំតាមដានទស្សនាភាគបន្តសូមអរគុណดินแดนไปอยู่กับฉันนะฉันจะพาเขาไปอยู่ในโลกใหม่คนชั่วอย่างพวกแกต้องเจออย่างฉันความดีที่คนทั้งโลกสรรเสริญความเลวนั้นก็ต้องเผชิญนี่กรร
ใน